ពេលធ្វើដំណើរទៅបរទេសអា3គ្រូចេះក្រងស្បង់ចៃវអើយស្រាប់តែធ្វើបន់នៅស្រុកខ្មែរអានោះលេងរុំកណាត់ហ្នឹងហ្មងហើយចុះឯងមិនក៏មិនរុំកណាត់ទៅស្រុកគេផងហ៎នេះអាមួយនេះយ៉ាប់អា3គ្រូពេលគេចាញ់ទៅក្រៅប្រទេសស្រាប់តែគេចេះរុំចៃវគេស្លៀកស្បង់អីគេរុំគេអីគេបាត់អីត្រឹមត្រូវហើយចុះបើសិនជាឯងមិនបាត់ត្រឹមត្រូវមិនក៏មិនរុំដើរទៅមាននៅស្រុកខ្មែរនៅចូលវាំងវាអត់ក្រងត្រឹមត្រូវវារុំដល់ពេលវាចាញ់ដើរវាចេះមានស្បង់ចៃវហើយវាស្ពាយអាកណាត់កំអែលសៀមនឹងមកទៀតនេះឃើញវាចាញ់ដំណើរវាចេះរុំណាប៉ុន្តែវានៅស្ពាយអាកំអែលសៀមអាកណាត់កំអែលសៀមអាកំណាត់កតូបតែសៀមគេក្រាបគេក្រាលសម្រាប់អង្គុយណានេះគិតមើលបានថាយីអាមួយនេះយ៉ាប់ណាអាមួយនេះយ៉ាប់តាអញ្ចឹងណានេះវាចូលវាំងវាធ្វើចេះវាចូលវាំងណាពេលវាចូលវាំងវាធ្វើចេះបងប្អូនវាអត់ទេវារុំចេះនេះពេលវាចូលវាំងវារុំចឹងវារុំចឹងពេលវាចូលវាំងណាវាស្ដាច់សង់វាចូលវាំងវារុំចឹងឃើញទេវារុំចឹងដល់ពេលឥឡូវនេះវាចាញ់ទៅបរទេសវាចេះក្រងណាឃើញទេវាចេះក្រងចឹងណាចាំតិចបងប្អូនបាទលឺសូរខ្ញុំវិញបងប្អូនលឺសូរខ្ញុំវិញណាហើយខ្ញុំទូរស័ព្ទខ្ញុំមកឡាយជាប់ទូរស័ព្ទខ្ញុំជាប់ទូរស័ព្ទបន្តិចបាទទូរស័ព្ទបន្តិចបាទអញ្ចឹងបាទអ្វីដែលខ្ញុំបង្ហាញណាអាបូគ្រីហ្នឹងមើលឃើញទេហើយអនុសង្វចរៈទើបថ្មីហ្នឹងគេសម្រាប់យ៉ាងម៉េចអាកតបសៀមហ្នឹងបានជាវានៅស្ពាយកតបសៀមហ្នឹងឃើញទេហើយមើលស្បែកជើងនេះណាវាស្ដាច់សង់ណាតែស្បែកជើងរស់ពណ៌ឲ្យវាត្រឹមត្រូវមិនបានទេណាលោកសង្ឃដែលដើរតាមវាហ្នឹងមានស្បែកជើងពាក់ត្រឹមត្រូវអាមួយនេះអត់មានស្បែកជើងពាក់ត្រឹមត្រូវទេឃើញទេអត់មានស្បែកជើងពាក់ត្រឹមត្រូវទេប៉ុន្តែពេលវាធ្វើដំណើរចេញទៅក្រៅប្រទេសវាចេះក្រងស្បង់ចៃវតែដល់ពេលវាចូលវាំងស្ដាច់វាស្លៀកពាក់ចាំមើលរបៀបនេះសូម្បីតែវាទៅជួបមេដឹកនាំយួនណាពេលវាជួបមេដឹកនាំយួនអូខេពេលដែលវាជួបមេដឹកនាំយួនអូខេក៏វាអត់ចេះក្រងស្បង់ចៃវត្រឹមត្រូវទេណាអូខេ slow very slow ខ្ញុំឃើញថ្ងៃវាចូលវាំងណាថ្ងៃវាចូលវាំងក៏វាអត់ក្រងស្បង់ចៃវត្រឹមត្រូវដែរណាហើយវាធម្មយុទ្ធណាបងប្អូនពេលវាចូលវាំងវាចឹងវាអញ្ចឹងណាវាអញ្ចឹងវាអត់ដែរក្រងស្បង់ចូលហើយវាធម្មយុទ្ធអាមួយហ្នឹងវាបួសមហានិកាយទេវាអ្នកស្រុកបាត់បងបើតាមខ្ញុំចាំវាអ្នកស្រុកបាត់បងហើយវាបានចាញ់ទៅនៅស្រុកបារាំងវាអត់មាននៅជាមួយនឹងហេងមរិនទេណាវាចូលវាំងក៏វារុំអញ្ចឹងហើយវាធម្មយុទ្ធគេដូនទេអាណាដែលមានលោកធម្មយុទ្ធទេអាណាដែលអ្នកបួសធម្មយុទ្ធក្រងច្បងចៃវអញ្ចឹងណាបងប្អូនតែវាមិនមែនទេវាបួសដំបូងវាបួសមហានិកាយទេតែក្រោយមកគេចង់ឡើងធ្វើស្ដេចធម្មយុទ្ធក៏គេធ្វើខ្លួនគេជាធម្មយុទ្ធទៅដោយសារគេស្គាល់សីអនុហើយឮសូរថាគេនឹងធ្លាប់ជាឧបជាអីបោះបកូណាផងអញ្ចឹងក៏គេហ្នឹងហើយមកស្រុកខ្មែរតាមអាទឿណាដល់មកស្រុកខ្មែរតាមអាទឿមកក៏គេធ្វើខ្លួនគេជាធម្មយុទ្ធពីព្រោះបើធ្វើជាមហានិកាយគេអត់ឡើងធ្វើស្ដេចសង្ឃទេពីព្រោះអាទេវងធ្វើស្ដេចសង្ឃហើយអញ្ចឹងក៏គេឡើងមកគេធ្វើណាអានេះណាវាស្លៀកស្បង់របៀបអញ្ចឹងណាវាថោកដល់គណៈធម្មយុទ្ធរបស់បច្ចៅទី4ហ្នឹងហើយបើសិនណាជាវាមិនចង់ជាប់កំអែលសៀមទេណាស្រុកខ្មែរនឹងលុបអាធម្មយុទ្ធនឹងចោលទៅព្រោះអាធម្មយុទ្ធនឹងលោកគ្រូអីដែរផ្លេចទៅឲ្យលោកគ្រូអីដែរព្រះសកុនធាលោកគ្រូប៉ានអញ្ចឹងសម្ដេចប៉ានអញ្ចឹងលោកអាចារ្យប៉ានណាព្រះសកុនធាលោកគ្រូអាចារ្យប៉ានលោកបួសធម្មយុទ្ធនៅក្នុងវត្តដែលលួងនរោត្តមបួសវត្តហ្នឹងឈ្មោះវត្តបវរនិវាសដោយសារតែលោកបួសនៅធម្មយុទ្ធហ្នឹងលោកគ្រូអាចារ្យប៉ានមិនមែនប៉ានខាត់ទេប៉ានកូនថាវិញនិយាយត្រូវលោកគ្រូអាចារ្យប៉ានអត់មានតកូលទេពីដើមខ្មែរអត់មានប្រើតកូលឆ្នាំ1956ដូចជាលោកនៅនឹងក្រុងទេពទេដល់ពេលហ្នឹងលោកគ្រូអាចារ្យប៉ានលោកមកម្ដងហើយតែលោកនៅក្មេងនៅឡើយដែរលោកមកតាមជាមួយនឹងលោកគ្រូមួយនោះខ្ញុំភ្លេចហើយលោកគ្រូមួយអង្គហ្នឹងជាជាតិសៀមដែលត្រូវជាប្អូនជីដូនមួយរបស់សម្ដេចខ្ញុំភ្លេចទៅសម្ដេចហ្នឹងជាឪពុកក្មេករបស់លួងចុលាលង្កនបច្ចៅទី5ណាមិនលោកតាប៉ាងខាត់ទេកូនណែនមែនទេកូនឯងអត់ស្គាល់ទេសម្ដេចព្រះសកុនធាតុបតីប៉ានជាព្រះសង្ឃកនិយុនៃគណៈធម្មយុត្តកនិកាយនិងជាស្ថាបនិកនៃគណៈ
ធម្មយុត្តតេកនិកាយនៅព្រះរាជាណាចក្រកម្ពុជាលោកនិមន្តមកក្រុងឧដុង្គឆ្នាំ56មកលោកគ្រូអាចារ្យប៉ានមកហ្នឹងគឺមកជាមួយនឹងព្រះអង្គមួយអង្គដែលព្រះអង្គហ្នឹងលោកជាជីដូនមួយនឹងសម្ដេចចៅពញាដែលសម្ដេចចៅពញាហ្នឹងក្រោយមកជាឪពុកក្មេកជាបិតាក្មេករបស់ព្រះจุฬាលង្កនណ៍ព្រះចៅទី5នៃព្រះរាជាណាចក្រថៃឡង់សម្ដេចចៅពញាមួយអង្គហ្នឹងជាមេតបធំដែលច្បាំងនៅស្រុកខ្មែរជាមួយប្រឆាំងនឹងយួនសម្ដេចចៅពញាដែលជាឪពុកក្មេករបស់សម្ដេចព្រះจุฬាលង្កនណ៍ហ្នឹងក៏ជាឪពុកចិញ្ចឹមរបស់ព្រះអង្គឌួងក៏ជាឪពុកចិញ្ចឹមរបស់ព្រះអង្គឌួងព្រះអង្គឌួងកាលលោកទៅគង់នៅស្រុកថៃហ្នឹងលោកមានឪពុកចិញ្ចឹមគឺសម្ដេចចៅពញាហ្នឹងខ្ញុំភ្លេចទៅណានៅឆ្នាំ1945ដោយសារសម្ដេចចៅពញាហ្នឹងលោកជាមេតបដែលធ្លាប់ច្បាំងនៅកម្ពុជាប្រឆាំងនឹងយួនរហូតនឹកឃើញសម្ដេចចៅពញាបឌិនណាគេហៅចៅភយ៉ាបឌិនសម្ដេចចៅភយ៉ាបឌិនសម្ដេចចៅពញាបឌិនណាបដូស្រៈអិនឹងណូណាចៅភយ៉ាបឌិនចៅភយ៉ាបឌិនក្រោយមកជាឪពុកក្មេករបស់សម្ដេចព្រះจุฬាលង្កនណ៍តែជាឪពុកចិញ្ចឹមរបស់ព្រះអង្គឌួងនៅពេលដែលព្រះអង្គឌួងឡើងសោយរាជ្យនៅឆ្នាំ1845សម្ដេចអង្គឌួងដឹងគុណចៅភយ៉ាបឌិនហ្នឹងក៏បានប្រមូលព្រះរាជទ្រព្យជាមាសស្អាងរូបចៅភយ៉ាបឌិនតម្កល់នៅព្រះបរមរាជវាំងឧដុង្គសម្រាប់សក្ការៈបូជាថ្វាយបង្គំនឹងចៅភយ៉ាបឌិនហ្នឹងជីដូនមួយរបស់លោកក៏និមន្តមកបួសនៅវត្តបវរនិវេសដែរក៏និមន្តមកព្រះអង្គនឹងជាប្រជាអធិការក្រោយមកជាប្រជាអធិការវត្តបវរនិវេសលោកនិមន្តមកកាលលោកនៅជាធម្មកថាដូចយើងគ្រូសូត្រអញ្ចឹងណាបើតែសៀមមិនដឹងមានគ្រូសូត្រទេអត់ទេសម័យហ្នឹងអញ្ចឹងលោកក៏និមន្តមកឧដុង្គមកសួរសុខទុក្ខព្រះអង្គឌួងណាមកសួរសុខទុក្ខព្រះអង្គឌួងក៏លោកគ្រូអាចារ្យបានលោកក្មេងលោកមកដល់អង្គវតីម្ចាស់អង្គវតីគឺព្រះនរោត្តមលោកឡើងសោយរាជ្យនៅឆ្នាំ1860ក៏លោកគ្រូអាចារ្យបានមកវិញក៏មករៀបចំគណៈធម្មយុត្តតេកនិកាយឲ្យពេញលេញដែលមកពីឆ្នាំ56គឺមកគ្រាន់តែរៀបកន្លែងមួយអត់ទាន់មានវត្តត្រឹមត្រូវទេណាអត់ទាន់មានវត្តត្រឹមត្រូវទេដល់ក្រោយមកប្រហែលជាឆ្នាំ1860ទៅ62ទៅមានបែងចែកជាវត្តត្រឹមត្រូវតែអត់ទាន់ចាញ់ជាគណៈធម្មយុត្តតេកនិកាយឲ្យច្បាស់ទេកាលនោះខ្មែរយើងគេអត់ហៅមហានិកាយក៏គេអត់ហៅធម្មយុត្តតេកនិកាយគេហៅថាពុទ្ធសាសនាធម្មតាអញ្ចឹងដែលមានមហាសង្ឃរាជមួយអង្គណាមហាសង្ឃរាជមួយអង្គខ្ញុំឥឡូវខ្ញុំគូបាលខ្ញុំវាអន់ណាតលតែងសភៅប៉ុន្មានបាច់ទេងសភៅគឺមានព្រះអង្គមួយអង្គដែលជាមហាសង្ឃរាជទៀងនិលក្រោយមកគេដាក់និលទៀតតាមពិតព្រះអង្គទៀងហ្នឹងសម្ដេចទៀងហ្នឹងបានក្រោយមកគេថែមនិលនៅពេលព្រះអង្គគង់ប្រជជននៅឡើយអត់មាននិលទេមានតែទៀងទេតែព្រះអង្គនៅទៀងហ្នឹងលោកជាមហាសង្ឃរាជតែអត់មាននិកាយទេណាអត់មាននិកាយទេរហូតដល់រាជព្រះនរោត្តមទើបចាញ់គណៈធម្មយុត្តតេកនិកាយហើយក៏មកដល់ក្នុងរវាងឆ្នាំ27រហូតដល់ឆ្នាំ38 39សង្គ្រាមលោកទី2កើតនេះវាកើតរបស់មួយដែលគេហៅថាសង្គ្រាមធរចាស់ធរថ្មីសង្គ្រាមធរចាស់ធរថ្មីហ្នឹងអត់មានអីទេគឺរឿងក្រុងស្បង់ហ្នឹងឯងរឿងក្រុងស្បង់ហ្នឹងណាសំខាន់ណាស់រឿងក្រុងស្បង់ចៃវរហ្នឹងគឺវាកើតឡើងតែតាក់ទងនឹងរឿងហ្នឹងមកហើយដល់អាមេស៊ីប៊ូគ្រានេះវាឡើងមកវាយ៉ាងអញ្ចឹងខ្ញុំក៏មិនយល់ដែរមិនដឹងថាធម្មយុត្តវាធម្មយុត្តស្អីណាខ្ញុំក៏លែងយល់និយាយឃើញខ្ញុំអត់យល់ថាវាមិនធម្មយុត្តវាហ្នឹងមិនវាណាអត់យល់ទេខ្ញុំអត់យល់ថាមិនបានធម្មយុត្តវាហ្នឹងក្រងស្បង់ចៃវរអញ្ចឹងណាបាទពីព្រោះគណៈធម្មយុត្តហ្នឹងគឺរៀបចំបើយើងគិតទៅវាជា modernized Buddhism in Siam ប្រែមកជាភាសាខ្មែរគេហៅថាទំនើបភាពវិន័យកម្មនៃពុទ្ធសាសនានៅក្រុងសៀមហ្នឹងអញ្ចឹងហើយខ្ញុំនៅមានរូបថតពីទសវត្សរ៍ឆ្នាំ50 60តាំងពីដើមមកសង្គ្រាមធរចាស់ធរថ្មីហ្នឹងគឺតាក់ទងអំពីការសូត្រតាក់ទងអំពីការបិណ្ឌបាតតាក់ទងអំពីវត្តកិច្ចនានានិងការក្រងស្បង់ចៃវរហើយដល់អាមសៀបូគ្រីនេះចាញ់មកតង្ហែនអញ្ចឹងមកយើងក៏មិនយល់អាហ្នឹងមិនដឹងជាធម្មយុត្តអីហើយបើសិនជាមិនចង់ជាប់ក្អែលសៀមទេវាអត់មានមហានិកាយវាអត់មានធម្មយុត្តតេកនិកាយទេធម្មយុត្តត្រូវលុបចោលមហានិកាយត្រូវលុបចោលហៅថាគណៈសង្ឃពុទ្ធសាសនាខ្មែរប៉ុន្តែដល់សម្ដេចហ៊ុនសែនគាត់អត់ហៅខ្មែរវាទៅជាគណៈសង្ឃពុទ្ធសាសនាកម្ពុជាអញ្ចឹងគណៈសង្ឃពុទ្ធសាសនាកម្ពុជាគឺជាអ្វីគណៈសង្ឃពុទ្ធសាសនាកម្ពុជាគឺជាគណៈសង្ឃពុទ្ធសាសនា7មករារបស់សៀមដែលរៀបចំដោយស្ដេចจุฬាលង្កនណ៍ខ្ញុំមានទាំងសិភៅដែលរៀបចំដោយព្រះដេចគុណអង្គមានរាជាគណៈថ្នាក់ចាត់ថ្វាដែលជាសង្ឃខុទ្ទកាល័យជាភិក្ខុខុទ្ទកាល័យនៃសម្ដេចព្រះសង្ឃរាជហូតា
ទ្រង់ព្រានាមថាអង្គមានលោកមិនបានជាប់ខ្មែរក្រហមទេលោកក៏ក្រោយមកលោកនិមន្តមកគង់នៅវត្តខ្ញុំនេះ Washington DC ណាបើតាមខ្ញុំចាំដែលគុណអង្គមានគឺជានិស្សិតសង្ឃដែលបានចាញ់ទៅរៀននៅឥណ្ឌាក្នុងទសវត្សរ៍ទី60ជាមួយនឹងព្រះតេជគុណវ៉ាយ៉ាវដែលហៅថាដែលសេនុគាត់បញ្ចូលបំពាក់ងារឲ្យជាសម្ដេចមហាខូសានន្ទដែលជាការបោកបញ្ឆោតរបស់សេនុទេពីព្រោះសម្ដេចមហាខូសានន្ទនេះគ្មាននៅក្នុងសមណស័ក្តិនៃរាជាគណៈក្រុងកម្ពុជាទេអញ្ចឹងលោកតាយ៉ាវក៏ទទួលថាមហាខូសានន្ទនេះគឺជាបុណ្យស័ក្តិដែលសេនុបំពាក់ខ្លែងបន្លំហើយលោកតាយ៉ាវនេះក៏ចាញ់បោកសេនុនឹងលោកតាយ៉ាវស្រឡាញ់សេនុណាសេនុទៅណាក៏តាមទៅជាយន្តោឲ្យដែរក៏កើតឈ្មោះថាមហាខូសានន្ទនេះមហាខូសានន្ទនេះគឺជាគោរមងារគ្មាននៅក្នុងព្រះរាជាគណៈនៃក្រុងកម្ពុជាទេដែលគេបំពាក់ហើយសេនុគឺប្រកែណារឿងបំពាក់សាក់ខ្លែងខ្លាយហ្នឹងអាហ្នឹងអញ្ចឹងលោកតាយ៉ាវជាមួយលោកតាអង្គមានហ្នឹងនិមន្តចាញ់មករៀននៅស្រុកឥណ្ឌាក្នុងទសវត្សរ៍ទី60បើតាមខ្ញុំចាំបើមិន67ទេ68បាទខ្ញុំដូចជាមានលិខិតដែលព្រះអង្គពីរអង្គហ្នឹងថ្លែងអំណរគុណដល់រាជការក្នុងការរៀបចំឲ្យលោកនិមន្តចាញ់មករៀននៅប្រទេសឥណ្ឌាកំហុងតើហេតុអ្វីបៃលិនតូចសួរម្ដងហើយកូនឆ្លើយថាអានឹងជាកិច្ចការរាជការណាកិច្ចការរាជការតាអត់មានអីឆ្លើយទេណាកូនអត់មានអីឆ្លើយទេបើចាញ់ព័ត៌មានខ្លីលោកម៉ៃលែងមានកម្ចីពីក្រៅអាចទប់ទល់បានដែរឬទេលោកពូសារ៉ិតឬសូថារាជការត្រូវខ្ចីលុយ 2000 លានដើម្បីបង្ក្រប់ថវិកាខ្ញុំមិនទាន់ដឹងពិតឬមិនពិតទេបាទខ្ញុំមិនទាន់ដឹងថាពិតឬមិនពិតទេដូច្នេះខ្ញុំអត់មានយោបល់ណាដែលខ្ញុំមិនដឹងថាពិតឬមិនពិតអញ្ចឹងណាកូនណាបាទអញ្ចឹងខ្ញុំសូមអរគុណប្រិមិត្តអើយលោកឯងលោកចอยអើយយ៉ាងណាយ៉ាងណីទេចอยអើយនិយាយដែលចอยអើយយ៉ាងណាយ៉ាងណីទេចอยអើយឥឡូវនេះទៅមើលក្រសួងការពារប្រទេសវិញក្រសួងការពារប្រទេសអូខេក្រសួងការពារប្រទេសឥឡូវខេត្តឧត្តរមានជ័យរដ្ឋបាលខេត្តឧត្តរមានជ័យគាត់សម្គាល់ឃើញថានៅប៉ុន្មានថ្ងៃកន្លងទៅនេះមានការយករូបថតនិងវីដេអូចាស់អំពីការដាក់និងរាយលុបបន្លានៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរូបភាពពីទីកន្លែងផ្សេងជាព័ត៌មានចាស់និងពេលខ្លះព័ត៌មានមិនពិតណាហើយចាំបើដឹងថាព័ត៌មានចាស់ព័ត៌មានមិនពិតហើយមិនក៏មិនចាញ់ហើយគាត់មិនក៏មិនចាញ់ព័ត៌មានថ្មីមកណាចាយមិនក៏មិនចាញ់ព័ត៌មានថ្មីមកជាមួយគ្នានេះរដ្ឋាភិបាលខេត្តបន្ទាយមានជ័យសូមថ្លែងជូនព័ត៌មានដល់សាធារណជនជ្រាបថាក្រុមវាស់វែងចម្រុះកម្ពុជាថៃបានកំពុងចុះអនុវត្តការងារលើដីជាក់ស្ដែងដោយប្រើប្រាស់ drone និងដើម្បីថតរូបពីលើអាកាសបន្ទាប់ហើយចុះមិនក៏ឯងមិនផ្សាយផងជាព័ត៌មានសាធារណៈឯងក៏មិនផ្សាយណាមិនផ្សាយមកផងណាមិនក៏ឯងមិនផ្សាយអូខេផ្សាយឲ្យគេដឹងផងទៅផ្សាយឲ្យគេដឹងផងទៅមានអាណាថាអីចាឲ្យមិនផ្សាយឲ្យថាគេចុះរូបចាស់ផ្សាយរូបថ្មីឲ្យគេដឹងផងណាសុំទោសផ្សាយឲ្យគេដឹងផងទៅណានៅក្នុងភូមិសាស្ត្របន្ទាយមានជ័យប្រទេសកម្ពុជានិងខេត្តស្រះកែវរបស់ថៃដោយអនុវត្តតាមការណែនាំរបស់បច្ចេកទេស technical instruction នៃភាគីទាំងពីរបានឯកភាពគ្នាអញដឹងហើយអារឿងហ្នឹងនោះផ្សាយឲ្យគេដឹងផងសូមអំពាវនាវដល់សាធារណជនប្រើប្រាស់បណ្ដាញសង្គមសូមបញ្ឈប់រកសូមកុំជឿនឹងការផ្សព្វផ្សាយនេះកុំជឿទៅអត់បានការអីសោះអត់ដែលផ្សាយឲ្យតែគេដឹងទៅវាចប់ហើយណាបើមិនកាលណាប្រាប់គេថាងងឹតយើងត្រូវឲ្យគេឃើញភ្លឺកាលណាភ្លឺហើយណាយើងឲ្យគេឃើញងឹតបាត់ភ្លើងទៅអូខេចាញ់មួយទៀតហើយអូសូមលេខទុកជាមួយលោកជំទាវទឹកខំដែរអត់ទេអាហ្នឹងអត់ទេហើយតែគាត់បើណាទាស័យហាសញ្ញេអត់មានវាយត្រាអាហ្នឹងមើលដឹងណាទាស័យហាស្អីអត់មានវាយត្រាហ្នឹងគាត់បើ